ចាជំរាបសួរបងទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំសូមចែករំលែកបន្តិចណាពាក្យពន្ធទៅនឹងអត្ថប្រយោជន៍របស់កម្មករនិយោជិកជាស្ត្រីដែលមានផ្ទៃពោះនិងជាសមាជិកបសសអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកតែមួយចំណុចទេពាក្យពន្ធទៅនឹងប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលសម្រាប់កម្មករនិយោជិកជាស្ត្រីដែលមានផ្ទៃពោះនិងជាសមាជិកបសសអញ្ចឹងពាក្យពន្ធទៅនឹងកម្មករនិយោជិកជាស្ត្រីនៅពេលដែលគាត់មានផ្ទៃពោះគឺគាត់ទទួលបានប្រាក់ឧបត្ថម្ភពេលពិនិត្យសុខភាពចំនួន4ដងម្ដង 80000 ពេលអញ្ជើញទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យរបស់រដ្ឋណាអញ្ចឹងសួរថាតើធ្វើដូចម្តេចដើម្បីទទួលបានប្រាក់ឧបត្ថម្ភទាំងអស់ហ្នឹងអញ្ចឹងដំណាក់កាលទី1គឺជំហានទី1ហ្នឹងគឺបងត្រូវអញ្ជើញទៅពិនិត្យសុខភាពណានៅមន្ទីរពេទ្យរបស់រដ្ឋឬក៏មូលដ្ឋានសុខាភិបាលសាធារណៈណាមួយដើម្បីទទួលបានសភៅពិនិត្យសុខភាពឬក៏សភៅតាមដានសុខភាពមាតាហ្នឹងណាចា៎អញ្ចឹងបងភ្ជាប់សភៅតាមដានសុខភាពមាតាជាមួយនឹងអត្តសញ្ញាណប័ណ្ណបសសគណនីធនាគារ AC ឬកាណាឌីយ៉ាក៏បានដែរ14ខ្ទង់ណាអញ្ជើញទៅស្នាក់ការបសសណាមួយក៏បានដែរដើម្បីចុះឈ្មោះទទួលបានប្រាក់ឧបត្ថម្ភពេលមានទម្ងន់អញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់បន្តិចណាកុំឲ្យបងមានការយល់ច្រឡំបងមួយចំនួនគឺរងចាំដល់លើសពី12សប្តាហ៍បានទៅចុះឈ្មោះអញ្ចឹងអានេះគឺជាការយល់ច្រឡំអត់ត្រឹមត្រូវទេពីព្រោះនៅក្នុង4ដំណាក់កាលហ្នឹងគឺគេធ្វើការបែងចែកដំណាក់កាលទី1ហ្នឹងគឺអាយុគាត់តិចជាង12សប្តាហ៍អញ្ចឹងកាលណាតែបងអញ្ជើញទៅលើសពី12សប្តាហ៍ហ្នឹងគឺធ្វើឲ្យយើងខាតបង់អត្ថប្រយោជន៍អស់ម្ដងហើយណាខាតលុយអស់80000អញ្ចឹងនៅពេលដែលដឹងថាខ្លួនមានផ្ទៃពោះត្រូវអញ្ជើញទៅពិនិត្យសុខភាពណារស់រាន់ស្រូតទៅចុះឈ្មោះដើម្បីកុំឲ្យខាតអត្ថប្រយោជន៍ចឹងសូមបញ្ជាក់ម្ដងទៀតពេលដឹងថាខ្លួនមានផ្ទៃពោះត្រូវអញ្ជើញទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យរបស់រដ្ឋដើម្បីទទួលបានសភៅសុខភាពមាតាភ្ជាប់ជាមួយតក្កប័ណ្ណបសសគណនីធនាគារ AC ឬកាណាឌីយ៉ា14ខ្ទង់អញ្ជើញទៅស្នាក់ការបសសណាមួយក៏បានដែរដែលនៅជិតដើម្បីចុះឈ្មោះទទួលបានប្រាក់ឧបត្ថម្ភបរដ្ឋាភិបាលចាសសូមអរគុណ